trẻ trong bàn chạy cô năm hai là cô năm mới đi về rồi có vài ôn về có vài chú đâu đó là chú đâu về thuộc thơ cô năm thật vô với bà thôi để thay trẻ cái tin trong đó hàng trẻ nó mình tin đây trẻ nó có vài kia đây bây giờ khổ để thay này trẻ nó tin giờ rồi tôi nhóm đi vào với cái thác nhóm này còn đi ra chạp ấy rồi thăm nó này tôi nhóm ăn tân thả cô nó mới không nó thăm nó thay trẻ nó về của bà tê mà nó bàn với Phần táiខ្ញុំចង់ជម្រាបសួរលោកយាយថាតើដីស្រែនេះឈ្មោះអ្នកណាដីស្រែហ្នឹងដែលប្រវាសហ្នឹងម្ចាស់ប្រវាសហ្នឹងជាអ្នកណាហើយអ្នកដែលរងថ្ងៃដែលអ្នកយកថាទិញហ្នឹងជាអ្នកណាជាកូនលោកយាយតែមួយទេចាកូនខ្ញុំតែមួយបាទប៉ុន្តែដីហ្នឹងឥឡូវឈ្មោះអ្នកណាដីស្រែហ្នឹងឈ្មោះអ្នកណាឈ្មោះអ្នកប្រវាសឬក៏ឈ្មោះអ្នកថាទិញអ្នកថាទិញដីស្រែហ្នឹងឥឡូវអ្នកថាទិញហ្នឹងឈ្មោះរបស់គេនឹងតែម្ដងឯងលោកយាយបងថាទិញគឺមួយនោះថាទិញមួយនោះថាប្រវាប៉ុន្តែឥឡូវដីស្រែហ្នឹងឈ្មោះពិតប្រកបរងថ្ងៃនេះដែលទទួលស្គាល់ទៅលើផ្លូវច្បាប់តើឈ្មោះអ្នកណាเขาจะได้ถ่ายที่ตึงบอกเองលោកយាយមានដែរបានឃើញលើឲ្យពីមុនមកឈ្មោះអ្នកណាពីតើពីមុននឹងចៃកូនចាំមកលោកចៃអស់គ្នាប៉ុន្តែលោកយាយមុននឹងចៃនឹងដីនឹងឈ្មោះលោកយាយហ៎ចាឈ្មោះលោកយាយអញ្ចឹងអ្នកទិញតតែមានលិខិតលក់ទិញផ្ទេរផ្ទួលពីម្ចាស់ដើមហើយបើសិនជាអត់មានលិខិតផ្ទេរផ្ទួលពីអ្នកម្ចាស់ដើមទិញលក់ផងតើគាត់ថាគាត់ជាម្ចាស់យ៉ាងម៉េចលោកយាយឈប់សិនខ្ញុំសូមឲ្យអាជ្ញាធរស្រាយភ្លឺខ្ញុំតិចមើលឥឡូវបងបកស្រាយខ្ញុំមើលអ្នកដែលប្រវាសថាទិញហើយម្ចាស់ដើមគឺឈ្មោះលោកយាយតើអ្នកថាទិញនោះទិញពីអ្នកណាជាបឋមសូមគោរពឯកឧត្តមនិងលោកជំទាវបងប្អូនយើងទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះនាងខ្ញុំសូមអំភ្លឺក្នុងនាមអាជ្ញាធរនាងខ្ញុំនៅឃុំតាពាំងធំស្រុកទឹកឈូខេត្តកពតគឺដល់កន្លងមកគឺអឹងសាយូលោកយាយអឹងសាយូនោះគុំក្រុមសាមគ្គីគាត់បានចាយគាត់បានរត់គឺដីរត់ចាយឲ្យគាត់តែកន្លងមកពេលធ្វើលក្ខណៈប្រព័ន្ធក្នុងឆ្នាំ2014ឃុំតាពាំងធំនេះយើងបានធ្វើលក្ខណៈប្រព័ន្ធហើយលក្ខណៈប្រព័ន្ធនោះគឺមានលោកស្រីសៅសុធារីជាប្អូនរបស់លោកស្រីសៅណាវីនេះត្រូវជាកូនរបស់លោកយាយចាកូនលោកយាយទាំងអស់ពីរអ្នកហ្នឹងគឺចំណែកនៅក្នុងកូនលោកយាយអឹងសាយូទាំងអស់បាទប៉ុន្តែក្រោយពីការធ្វើលក្ខណៈប្រព័ន្ធនោះអឹងអីសៅណាវីនេះគាត់នៅទីក្រុងភ្នំពេញគាត់អត់ដឹងថាឃុំរបស់ខ្ញុំហ្នឹងបានធ្វើលក្ខណៈប្រព័ន្ធទេតែក្រោយមកសៅសុធារីជាប្អូនរបស់សៅដាវីនេះគាត់បានធ្វើប្លង់គាត់ថាដាក់ឈ្មោះគាត់អឹងសាយូនេះជាអ្នកអំណោយផ្ដាច់ឲ្យគាត់តែក្រោយមកលោកស្រីសៅដាវីហ្នឹងដឹងថាឃុំនេះធ្វើលក្ខណៈប្រព័ន្ធគាត់ក៏មកដាក់ពាក្យបណ្ដឹងនៅសាលាឃុំពេលនោះខ្ញុំនាងខ្ញុំផ្ទាល់ជាអាជ្ញាធរមេប៉ុស្តិ៍អនុភូមិប្រធានភូមិនិងកិច្ចការនារីនិងជំទប់2បានទៅដល់ផ្ទះគាត់ដើម្បីធ្វើការសម្របសម្រួលតែលោកស្រីសៅធារីគាត់ថាគាត់អត់ស្ដាប់ទាំងអស់ព្រោះអីការធ្វើប្លង់ហ្នឹងគឺឈ្មោះគាត់ឯងប្តឹងតុលាការក៏គាត់អត់ខ្វល់ដែរស្ដាប់មកឥឡូវប្លង់ហ្នឹងចេញហើយនៅប្លង់ហ្នឹងចេញហើយឃុំពាំងធំចេញឆ្នាំ2016នោះឯងស្ដាប់ខ្ញុំសិនបងប្អូនយើងច្រើនតែគិតថាបានរឹងឲ្យតែបានហើយរឹងរហូតហ្មងអត់ទេចាត្រូវច្រាវជាវតើឯកសារមុននឹងរឹងហ្នឹងវាមានស្អីខ្លះឥឡូវបងស្រីមួយដែលគាត់កំពុងកាន់បាននេះហើយដីហ្នឹងពីមុនជាដីរបស់លោកយាយចាហើយលោកយាយបានធ្វើអំណោយទៅឲ្យកូនណាតើមានលិខិតហ្នឹងទេបានធ្វើបានឲ្យការធ្វើអំណោយហ្នឹងក៏លក្ខណៈប្រព័ន្ធហ្នឹងនៅឃុំតាពាំងធំយើងអត់មានពាក់ព័ន្ធនឹងអាជ្ញាធរទេឯកឧត្តមដោយសារក្រុមគ្រួសាររបស់គាត់និងម្ដាយគាត់ប៉ុន្តែសៅធារីនេះថាម្ដាយគាត់បានធ្វើឲ្យតែការផ្ដិតមេដាយខ្លាញ់បន្លំអីក៏យើងអត់ដឹងដែរប៉ុន្តែមានស្នាមមេដាយជាឯកសារទេ
អានឲ្យផ្ដាច់អត់ទេប៉ុន្តែការទេអីអានេះហ្នឹងក៏យើងអត់ដឹងដែរការទិញលក់បោះសូដារីថា40,000នេះក៏អត់មានកិច្ចសន្យានៅឡាគុំចា ឥឡូវមើលខ្ញុំសូមឲ្យជំនាញឡើងបកស្រាយឲ្យខ្ញុំអ្នកណាភូមិបាលស្រុកតើឯងមុននឹងចេញឯកសារហ្នឹងចេញជាលក្ខណៈបានហ្នឹងតើមានឯកសារយោងស្អីខ្លះលិខិតស្នាមកសាងបាននឹងឡើងតើមានលិខិតស្នាមស្អីខ្លះដែលទៅតាមលិខិតស្នាមកតិយុត្តដែលត្រូវកំណត់ផ្ដល់បានមកមើលបកស្រាយខ្ញុំស្ដាប់តើបុគ្គលម្នាក់នឹងមានស្អីខ្លះបានឯងចេញបានចេញបានណាគេមើល បាទសូមគោរពឯកឧត្តមបាទខ្ញុំសូមបំភ្លឺនៅការជុំជីលក្ខណៈជាប្រព័ន្ធបាទនៅក្នុងការជុំជីលក្ខណៈជាប្រព័ន្ធនោះនៅក្នុងកំឡុងឆ្នាំ2014ខ្ញុំអត់ទាន់បានមកកាន់នៅទីតាំងហ្នឹងទេមកជាប្រធានទេឯកឧត្តមខ្ញុំជាមន្ត្រីធម្មតាប៉ុន្តែនៅក្នុងលិខិតចុះបញ្ជីនេះបើអត់មានលិខិតអំណោយផ្ដាច់ឬអត់មានលិខិតទិញលក់គឺมันអាចចេញបានទេឯកឧត្តម ត្រឹមទៅអានឹងក៏ដើម្បីកសាងនៅលើកសាងបាទកសាងឯកសារចេញជាបានរឹងបានតទៅគ្រប់លក្ខខណ្ឌ បាទ អញ្ចឹងឥឡូវខ្ញុំសួរសិនតើនៅក្នុងការចេញបាននេះដែលលោកយាយហើយនឹងបងអូនស្រីដែលជាម្ចាស់មិនបានផ្ដិតមេដាយផ្ទេរផ្ទួលក្នុងការធ្វើអំណោយផងនោះហើយយើងបានចេញបានឥឡូវតើឯកសារនៃការកសាងចេញបាននោះតាមលក្ខខណ្ឌទៅតាមការកំណត់ដោយច្បាប់ដែរឬក៏អត់ ឯកសារហ្នឹងវាសំខាន់ម្ចាស់ដីគាត់បានរត់មេដាយមកហើយគាត់បោះត្រាប្រថាប់ត្រាឃុំឲ្យតែមានត្រាមូលទទួលស្គាល់ពីអាជ្ញាធរដែនសមត្ថកិច្ចនៅទីនោះយើងនឹងអាចសម្រេចថាជាលទ្ធផលថ្ងៃនោះបាន អោមេឃុំឡើងឯណាមេឃុំមកខ្ញុំសួរបងថាតើពេលដែលផ្ដិតមេដាយនោះផ្ទេរផ្ទួលនោះតើចំពោះមុខអាជ្ញាធរដែរឬក៏អត់ ការផ្ដាច់ធ្វើដំណើរផ្ដាច់ការយុទ្ធនាការឃុំហ្នឹងគឺអត់បានផ្ដាច់នៅអាណាឃុំទេគឺដោយសារតែម្ចាស់ហ្នឹងម៉ែហើយនឹងឲ្យកូនហ្នឹងផ្ដាច់មេដៃឲ្យរួចរាល់បានមកឲ្យឃុំបំពេញតែបាត់ព្រោះអីកន្លងមកខ្ញុំធ្លាប់មានកូនរបស់ខ្ញុំធ្វើដំណើរផ្ដាច់ចឹងដែរទី1គាត់ហ្នឹងយើងអត់មានទាន់មានសេចក្តីចម្លងសម្បត្តិកំណត់ច្បាប់ដើមទេគឺហ្វូតូចឹងតាំងប្តីតាំងម្ដាយតាំងប្រពន្ធប្តីហ្នឹងហើយនឹងវត្តកំណើតរបស់កូនហ្នឹងហើយនឹងដីហ្នឹងទំហំប្រមាណការ៉េហ្នឹងដាក់នៅហ្នឹងដើម្បីអំណោយផ្ដាច់តើឲ្យកូនឈ្មោះកចឹងទៅឯងខ្ញុំយល់ហើយនីតិវិធីខ្ញុំយល់ប៉ុន្តែខ្ញុំចង់ដឹងថាពេលផ្ដិតហ្នឹងមានវត្តមានចំពោះមុខដែរឬក៏អត់មានឯកឧត្តមអញ្ចឹងវាឥឡូវបានលោកយាយខ្ញុំជំរាបសួរលោកយាយវិញអង្គុយទៅនោះមកភូមិបាលគីឡូរយជើងលោកយាយខ្ញុំជំរាបសួរលោកយាយថាតើដីនេះលោកយាយមានបានផ្ដិតមេដៃផ្ទេរផ្ទួលទៅឲ្យកូនដែលកំពុងកាន់កាប់រងថ្ងៃដែលថាគាត់បានទិញនឹងដែរឬក៏អត់លោកយាយដាក់មីក្រូចិត្តលោកយាយទិញមើលអញ្ចឹងលោកយាយអត់មានបានផ្ដល់ជាមេដៃក្នុងការផ្ទេរផ្ទួលក្នុងការផ្ដល់ជូនជាអំណោយជាអីនឹងទេណាលោកយាយណាអញ្ចឹងគាត់បានមេដៃនឹងពីណាមកណែអានឹងចូលដល់រឿងមួយទៀតអារឿងហ្នឹងរឿងអត់រួចតែលឺទៅគឺពាក់ព័ន្ធជាមួយនឹងបណ្ដឹងអាជ្ញាហ្នឹងរត់លេងរួចហើយអាបញ្ហាបត់ខ្លែងឯកសារហ្នឹងលោកយាយខ្ញុំសូមបញ្ជាក់ម្ដងទៀតតើកូនដែលលោកយាយបានយកដីលោកយាយមិនឲ្យលោកយាយវិញនេះតើលោកយាយមានបានផ្ទេរផ្ទួលឯកភាពតាមរយៈផ្ដិតមេដៃជូនដែរឬក៏អត់កន្លងមកលោកយាយខ្ញុំផ្ដិតមេដៃបានទៅឯភូមិឲ្យវាដែរលោកវិញខ្ញុំឲ្យដីភូមិតែអាចចេះគាត់នេះអញ្ចឹងលោកយាយផ្ដល់ឲ្យកូននឹងមានដី2កន្លែងហ៎ទី1ដីភូមិទី2ដីស្រែតែដីមួយណាដែលលោកយាយបានផ្ដល់ជូនវាបានដីភូមិលោកយាយបានផ្ដិតជូនមែនឲ្យមែនប៉ុន្តែដីស្រែនេះអត់បានទេអញ្ចឹងហេតុអីក៏គាត់មានហេតុផលខ្លះដើម្បីលើកមកថាដីនឹងគាត់ចុះករណីដែលគាត់ថាគាត់ទិញនឹងតើទិញពីអ្នកណាអត់ទៅគូនឹងមកទិញមកខ្ញុំបានដីភូមិឯងដីស្រែអត់ដីស្រែលោកយាយអត់បានទេប៉ុន្តែដីស្រែហ្នឹងក៏លោកយាយមានឈ្មោះដែរឈ្មោះលោកយាយដែរពីមុនទេមុនធ្វើប្រព័ន្ធគឺឈ្មោះលោកយាយទេមែនទេលោកយាយភ្លេចបាទមើលអាជ្ញាធរខ្ញុំសូមសួរបន្តិចកន្លងមកសំណុំរឿងនេះបានដោះស្រាយប្រមាណដងហើយនៅសាលាឃុំគឺម្ដងនៅទី
នៅស្រុកទឹកឈូ3 ដងប៉ុន្តែអ្នកដែលសោធារីជាប្អូនរបស់គាត់នេះអត់បានចូលរួមទេសុំវិយាពេលរហូតអត់បានចូលរួមទេតែបាននៅសាលាឃុំបានដោយសារនៅសាលាឃុំនោះខ្ញុំយកយល់គិតថាជាបងជាប្អូនកុំរស់ក៏ដោយសារតែអ្នកឯងពេកគឺថាពេលនេះយើងទុកពេលវេលាបាត់ថ្ងៃណាមួយដីនឹងត្រូវថ្លៃចាយគ្នាទៅអ្នកដែលក្រខ្សត់អត់អាបានខ្ញុំសូមលើកបទពិសោធន៍មួយដើម្បីឲ្យបងប្អូនយើងទាំងអស់នៅកន្លែងហ្នឹងពួកឯងឃុំខ្ញុំមាន3ករណីអារឿងអាបងប្អូនម៉ែអូកូនឯងបង្កើតប្តឹងគ្នាហ្នឹងទៅដល់ថ្ងៃស្លាប់ដូចអ្នកដតីអញ្ចឹងដូចជាពិបាកខ្ញុំពិបាកនិយាយថ្លែងហ្មងកន្លែងហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យមានអត់មានពិបាកទេរឿងពិតនៅតែពិតហ្នឹងឥឡូវខ្ញុំស្ដាប់ខ្ញុំសិនកុំយកបទពិសោធន៍ចាបទពិសោធន៍បងឯងក៏វាមិនច្រើនnhưខ្ញុំដែរបាទបើមានបទពិសោធន៍មិនខុសដល់ថ្ងៃហ្នឹងទេអាហ្នឹងតែរឿងខុសរបស់អាជ្ញាធរនេះបាទឥឡូវស្ដាប់ខ្ញុំចាឥឡូវមើលយកឯកសារដែលកសាងបានឡើងមកវិញឲ្យខ្ញុំផ្ទៀងផ្ទាត់មេដាយតើមានមេដាយលោកយាយក្នុងការផ្ដាល់បរដកដែរឬក៏អត់បាទបើសិនជាធ្វើកសលបច្ច័យមើលមេដាយនឹងពីបញ្ហាបត់ខ្លែងអានេះខ្ញុំអនុវត្តច្បាប់តែប៉ុណ្ណាបាទពួកកសាងបានលឺត្រាតែម្ចាស់ដើមម្ចាស់ដីពិតប្រកបដំបូងដែលត្រូវផ្ទេរផ្ទួលឬក៏លក់ទៅឲ្យមនុស្សបន្តបានហើយបើសិនជាអត់មានមេដៃអញ្ចឹងទេណាហើយថាគេឲ្យហើយបន្លែបន្លំស្នាមមេដៃអានឹងខុសឆ្គងហើយអានឹងពីបញ្ហាបត់ព្រំតាន់ឥឡូវឯណាសូយ៉ាដីភូមិបាលឯកសារដែលកសាងបាននៅក្នុងករណីដែលលោកយាយប្តឹងករណីដីស្រែដីផ្ទះគាត់បានចែកឲ្យកូនហើយប៉ុន្តែឥឡូវបងនិយាយរឿងដីស្រែតើកសាងបាននៅលើដីស្រែនេះតើឯកសារដែលកសាងបាននៅមានអស់ទាំងអស់ដែរឬក៏អត់មានឯកឧត្តមបាទមានបាទមានឥឡូវក្នុងករណីនេះខ្ញុំសូមឲ្យលោកភូមិបាលប្រធានទីដែនដីប្រមូលឯកសារដើមទាំងអស់ដើម្បីខ្ញុំឲ្យជំនាញធ្វើកសលវិច័យឥឡូវនេះជំនាញសូយ៉ាដីផ្ដិតមេដៃលោកយាយឲ្យហើយផ្ដិតមេដៃអ្នកដែលម្ចាស់ទ្រព្យឲ្យហើយកុំឲ្យពិបាកពេលនឹងផ្ទាប់ជាមួយនឹងមេដៃដែលលោកយាយបានផ្ទេរផ្ទួលដែលគាត់ថាលក់ដូរពីលោកយាយទទួលពីលោកយាយយកទៅធ្វើកសលវិច័យបើពិតប្រកបអត់អីទេតែបើមិនប្រកបមិនពិតប្រកបឆ្លោយពីលទ្ធផលនៃការធ្វើកសលវិច័យវិញខ្ញុំត្រូវអនុវត្តច្បាប់ជាមួយអ្នកដែលខ្លាយបន្លំតែប៉ុណ្ណឹងមានរឿងអីហៅមិនមកតោះនេះបាទអញ្ចឹងប្រមូលឯកសារទាំងអស់ដែលមាននៅក្នុងការកសាងបាននេះណាយកមកឲ្យលោកប្រធានមន្ត្រីដែនដីលោកប្រធានមន្ត្រីដែនដីត្រូវពិគ្រោះជាមួយខ្ញុំហើយខ្ញុំនឹងបវល់ការងារនេះជាមួយពិភាក្សាជាមួយនឹងលោកស្នងការដ្ឋានកបាលខេត្តដើម្បីឲ្យស្នងការរងទទួលបន្ទុកកសលវិច័យពិនិត្យឲ្យខ្ញុំបាទថាតើស្នាមមេដៃពិតជាស្នាមមេដៃលោកយាយពិតប្រកបដែរឬក៏អត់ក្នុងការធ្វើអំណោយឬក៏ប្រគល់ដីនេះទៅឲ្យអ្នកនោះតើទេបាទទេតើណាបាទអញ្ចឹងការងារនេះបងអូនស្រីមានបានដែរផ្ដិតមេដៃទេដែលលោកយាយជូនទៅឲ្យបងអូនស្រីឯងបងអូនស្រីផ្ដិតទៅឲ្យបងអូនអត់ទេមានទេមានដែរអត់ទេបងសួរវាជួបងប្អូនគូមានខ្ញុំអត់បានផ្ដិតមេដៃទទួលទេលោកគ្រូអញ្ចឹងឯងមែនបងមែនចង់ថាឯងផ្ដិតមេដៃទទួលទេផ្ដិតមេដៃឲ្យផ្ដិតមេដៃឲ្យអត់បានទទួលអត់ដែរទេបងសុំបញ្ជាក់ឲ្យច្បាស់ណាបងអូនអត់បានផ្ដិតលោកយាយអត់បានផ្ដិតអញ្ចឹងណាអញ្ចឹងតើមេដៃម្ចាស់ដីដែលឲ្យបងអូនស្រីនោះយកទៅឲ្យជំនាញកសាងបានតើបានពីណាតើណាអញ្ចឹងបើមេដៃនោះក្រោយពីបងធ្វើកសលវិច័យរួចរវាងបងអូនស្រីនិងលោកយាយនៅលើលិខិតស្នាមដែលកសាងបានមិនមែនទេនោះបងនឹងអនុវត្តច្បាប់ចំពោះអ្នកដែលកាន់លិខិតខ្លែងស្នាមមេដៃលោកយាយហើយនិងបងអូនស្រីតើអញ្ចឹងខ្ញុំសរុបមកវិញករណីនេះដោយសារភាគីម្ខាងទៀតអត់មកខ្ញុំសូមឲ្យបងអូនភូមិបាលស្រុកលោកមេឃុំណារៀបចំប្រមូលឯកសារកសាងបានទាំងអស់នៅក្នុងករណីទីតាំងដីទំនាស់នេះបញ្ជូនមកឲ្យលោកប្រធានមន្ត្រីខ្ញុំនឹងត្រួតពិនិត្យពីគ្រោះគ្នាជាមួយនឹងខាងជំនាញដើម្បីធ្វើកសលវិច័យផ្ទៀងផ្ទាត់រកមេដៃពិតប្រកបតើមេដៃនោះពិតប្រកបឬក៏ខ្លែងដើម្បីខ្ញុំដាស់រឿងនេះហើយនឹងបញ្ចប់រឿងនេះឡើងវិញតើណាបាទតែបើឥឡូវនេះប្អូនស្រីនឹងគាត់សុំពជាឲ្យគាត់ទំនេរមកឥឡូវនេះឲ្យលោកយាយអង្គុយចាំខ្ញុំដោះឲ្យបញ្ចប់រឿងនេះបើសិនជាខ្ញុំស្រាវជ្រាវឲ្យដល់ឫសគល់ហើយលោកយាយមិនបានផ្ទេរឲ្យ
ប្អូនស្រីនឹងជាប់បណ្ដឹងអាញាប្រយ័ត្នពេលនឹងវាជ្រៅជាងការចង់បានដីនឹងតទៅទៀតវាធ្ងន់ជាងនឹងទៀតបញ្ហាទោសអាញាធរដែនដីមានលេខគាត់ទេប្រាប់គាត់ថារឿងនេះអត់មានតាមចិត្តគាត់ទេគឺខ្ញុំត្រូវតែអនុវត្តច្បាប់បងតើណាបាទអញ្ចឹងក្នុងករណីនេះឲ្យមេឃុំហើយនឹងក្រុមគ្រួសារតាក់ទងទៅហៅគាត់យកអ្វីដែលជាការលើកឡើងរបស់ខ្ញុំណែនាំប្រាប់គាត់ខ្ញុំរងចាំជាមួយលោកយាយគ្រាន់តែខ្ញុំលើករឿងលោកយាយទៅក្រោយខ្ញុំដោះបញ្ចប់បាទតែបើសិនមិនមកនៅពេលនេះទេដោយខ្ញុំបានបញ្ជាក់ខាងដើមត្រូវយកឯកសារកសាងបាននេះទាំងអស់យកមកឲ្យខ្ញុំហើយខ្ញុំមកការតាមច្បាប់ពេលនេះខ្ញុំអត់មាននិយាយពីរឿងអីសម្របសម្រួលទៀតគឺខ្ញុំអនុវត្តច្បាប់តោះណាបាទអញ្ចឹងករណីលោកយាយខ្ញុំសូមដោះជាបឋមប៉ុណ្្នឹងសិនបានទេលោកយាយលោកតាឯកភាពអត់ទេបានទេលោកយាយបាទបើបានសូមផ្ទះដៃមួយមើលបាន